vàកម្មរបស់យើងត្រូវបានបញ្ចប់ហើយសូមអ្នកទាំងពីរសម្រាប់ឲ្យបានស្រួលអូយលោកយាយខ្ញុំប្រាប់យាយឯងចុះគឺប្រធានក្រុមហ៊ុនរបស់ពួកយើងហេតុនេះហើយលោកយាយទៅថ្ងៃក្រោយបើឃើញគាត់នៅក្នុងក្រុមហ៊ុនយាយត្រូវតែនៅឲ្យឆ្ងាយពីគាត់ណាអាល្អិតម្នាក់នេះធ្វើខ្លួនឲ្យអាក្រក់ខ្លាំងណាស់នៅចំពោះមុខកូនប្រសារនាពេលអនាគតលោកយាយគុំនៅស្ងៀមអីញ៉ាំទៅអូយុវវ័យសម័យនេះចូលចិត្តម៉ាសាណាស់មែនទេយុវវ័យសម័យនេះគេលែងពេញនិយមទៅច្រៀងខារ៉ាអូខេឬរាំលេងនៅក្លឹបទៀតហើយពួកយើងពេញនិយមការថែទាំសុខភាពហើយការគេងម៉ាសានេះគឺជាវិធីមួយក្នុងចំណោមនោះលើកក្រោយខ្ញុំនឹងនាំលោកយាយទៅសាកផឹកតែទឹកដោះគោលាជាមួយផ្លែគូជីបេរីលោកយាយមើលចុះមិនត្រឹមតែអាចធ្វើការព្យាបាលជើងនិងញ៉ាំអាហារប៊ូហ្វេបានទេថែមទាំងមានកំឡោះសង្ហាពីឯកសណ្ឋានមកបម្រើពួកយើងទៀតផងសូមអញ្ជើញពិសាតាមសម្រួលខ្ញុំសូមដាក់វានៅទីនេះសិនមើលនរៈសង្ហាដែរទេសង្ហាតែមិនសង្ហាស្មោះចៅប្រុសរបស់ខ្ញុំទេលោកយាយលំអៀងខ្លាំងពេកហើយហេតុអ្វីបានជាស្រាប់តែត្រជាក់ស្រេបបែបនេះលោកយាយក្រោកឡើងលឿនឡើងអាមុខទឹកកកមកហើយមើលមិនឃើញខ្ញុំទេមើលមិនឃើញខ្ញុំទេមើលមិនឃើញខ្ញុំទេលោកយាយវិឡាពីក្នុងបែរមុខទៅរកទន្លេនៅកណ្ដាលក្រុងខុនដូធំទូលាយទំហំ200ម៉ែត្រការ៉េចំនួន3ល្បែងភាគហ៊ុនក្រុមហ៊ុនដែលមានតម្លៃទីផ្សារ200លានយន់និងចិញ្ចៀនពេជ្រទំហំ5ការ៉ាត់1វងចាំបន្តិចចុះមិនក៏ស្រាប់តែចូលដល់វគ្គបង្អួតទ្រព្យសម្បត្តិទៅវិញហើយក្មេងល្ងងឲ្យនេះជាចំនួនរៀបការតើចំនួនរៀបការបងត្រូវរៀបការហើយមែនទេកូនក្រមុំគឺជារូបកូននឹងហើយទេនេះរឿងអីហ្នឹងលោកយាយចាំបន្តិចទុកពេលឲ្យខ្ញុំគិតបន្តិចសិនអីចឹងលោកយាយគឺជាលោកយាយរបស់ឆៅជេងយិនមែនទេចាស់មែនហើយឆៅជេងយិនគឺជាអ្នកដែលលោកយាយនិយាយថាមានអាយុជិត30ឆ្នាំហើយនៅតែលីវមិនទាន់រៀបការចាប់ប្រុសដែលមិនធ្វើឲ្យលោកយាយស្ងប់ចិត្តម្នាក់នោះមែនទេប្រយ័ត្នសម្ដីបន្តិចមិនខុសទេចៅល្អិតឆេវបើនេះឲ្យតែមកដល់ផ្ទះវិញដឹងតែនិយាយពីគុណសម្បត្តិល្អរបស់កូនហើយហេតុនេះហើយទើបលោកយាយខំមកក្រុមហ៊ុនដើម្បីជួបកូនផ្ទាល់នឹងណាលោកយាយចាស់មែនតែខ្លាំងណាស់តើលាក់បាំងសំបីតែខ្ញុំទៀតឯងបិទមាត់ទៅបើគុំតែឯងមិនបានការមិនអាចស្រឡាញ់បានក្មេងស្រីល្អដូចជាណែនឆេងទេនោះតើចាំបាច់ឲ្យលោកយាយចេញមុខដោយផ្ទាល់បែបនេះទេបើលោកតារបស់ឯងដឹងថាលោកយាយដើម្បីតែឯងមានអាយុច្រើនលឹងហើយនៅតែទៅដុសបង្គន់ទៀតលោកយាយកុំខឹងអីណានៅតែមានកូនស្រីល្អជាងតឹងចិត្តលោកយាយខ្លាំងណាស់ណែនឆេងឲ្យលោកយាយមានអាយុច្រើនណាស់ទៅហើយបំណងប្រាថ្នាធំបំផុតក្នុងជីវិតរបស់លោកយាយគឺចង់ឃើញអាល្អិតឆៅជេងហ្គាននេះរៀបការនឹងឯងលោកយាយលោកប្រធានចៅគាត់ពូកែនឹងល្អឥតខ្ចោះណាស់អ្នកតាមស្រឡាញ់គាត់តម្រង់ជួរដល់ប្រទេសបារាំងឯណោះពួកគេទាំងអស់គ្នាបុកបញ្ចូលគ្នាក៏មិនស្មើនឹងកូនដែរកូនឯងនេះហើយទើបជាបេក្ខភាពចៅប្រសារស្រីដ៏ល្អបំផុតក្នុងចិត្តរបស់លោកយាយបើការជាមួយគាត់មែននោះបេសកកម្មសន្សំពិន្ទុរបស់ខ្ញុំប្រហែលជាអាចសម្រេចបានយ៉ាងលឿនមិនខានតើបងព្រមរៀបការជាមួយអូនទេមិនចង់ទេមនុស្សប្រុសនិយាយផ្សេងចិត្តផ្សេងបើអញ្ចឹងអូនគួរតែឲ្យតែលោកយាយសប្បាយចិត្តខ្ញុំយ៉ាងណាក៏បានដែរខ្លួនមួយទាំងមូលមានតែមាត់ទេដែលរឹងលោកយាយមើលអស់កន្លះម៉ោងហើយអាចប្រគល់ឲ្យពួកយើងវិញបានទេប្រគល់ស្អីទៅរបស់សំខាន់បែបនេះលោកយាយជួយទុកដាក់ឲ្យលោកយាយមិនរំខានពួកឯងទេទាំងពីរអ្នកប្រញាប់ទៅណាត់ជួបគ្នាទៅលោកយាយល្ងាចនេះខ្ញុំនៅមានប្រជុំមួយទៀតប្រជុំស្អីទៅការងារសំខាន់ជាងប្រពន្ធមែនទេតើឯងភ្លេចច្បាប់ដូនតារបស់ត្រកូលជើយើងហើយមែនទេបាទមនុស្សប្រុសដែលស្រឡាញ់ថ្នមប្រពន្ធនឹងរកស៊ីមានបានចុះអូនចង់ទៅលេងឯណាពិភពក្រោមទឹកអញ្ចឹងបងនឹងតាក់ទងកក់ទាំងមូលតែម្ដងកុំអីបងមិនអាចដេញមនុស្សទាំងអស់ចេញទេឥឡូវនេះម្យ៉ាងទៀតកន្លែងបែបនោះតតែមានមនុស្សច្រើនទើបសប្បាយលេងបងមិនចូលចិត្តប្រជ្រៀតគ្នាជាមួយអ្នកដទៃទេកាលពីក្មេងខ្ញុំច្រណែនអ្នកដទៃបំផុតដែលបានទៅលេងពិភពក្រោមទឹកធំដល់ថ្នាក់នេះហើយខ្ញុំមិនដែលបានទៅម្ដងណាឡើយបងមិនបាននិយាយថាមិនទៅឯណាចុះបើអ្នកទិញសម្បត្តិអស់ហើយខ្ញុំនឹងបង្ខំចិត្តទៅជាមួយអ្នកមួយជើងចុះព្រោះការខ្ជះខ្ជាយជារឿងគួរឲ្យខ្មាស់អៀនពិន្ទុ1ចាស់អរគុណអគ្គនាយកយ៉ាវដែលយោគយល់ដល់ខ្ញុំអញ្ចឹងអញ្ជើញហើយក្តៅណាស់មួយកែវនេះជារបស់ខ្ញុំតើមិនអីទេខ្ញុំមិនប្រកាន់អ្នកឡើយពិន្ទុ1ឡើងទៀតហើយទៅថ្ងៃក្រោយទិញសម្បត្តិសួនកំសាន្តទុកឲ្យច្រើនបន្តិចនាំនាងមកលេងក៏មិនអាក្រក់ដែរតោះទៅដើរលេងសប្បាយគឺសប្បាយហើយតែហត់ខ្លាំងណាស់ដើរលេងពេញមួយថ្ងៃហត់នឿយហើយឆាប់ផឹកស៊ុបនេះទៅរួចទៅសម្រាកចុះហេតុអ្វីបានជាស្រាប់តែក្តៅខ្លាំងម្ល៉េះអ្នកស្រីចៅតើអូនត្រៀមខ្លួនបំពេញកាតព្វកិច្ចជាប្តីប្រពន្ធហើយឬនៅពិន្ទុ1ហេតុអីបានជាពួកយើងគេងនៅលើគ្រែជាមួយគ្នាទៀតហើយ
អានប្រឡំលោកប្រធានធំផ្ដាច់ការច្រើនណាស់តែគ្មានប្រយោជន៍សោះសូម្បីតែឈុតឆាកស៊ុបពៅរបស់លោកយាយដ៏ពេញនិយមនឹងក៏ខ្ញុំចាញ់បោកគេដែរអ្វីដែលគេនិយាយនៅលើអ៊ីនធឺណិតពិតជាមិនខុសមែនមនុស្សប្រុសដែលមានច្រមុះធំស្អីគេមនុស្សប្រុសដែលមានច្រមុះធំមែនទេញឹមតិចរួចក្រោកពីគ្រែខ្ញុំទៅបើកទ្វារតើទៅរកទ្វារអ្នកណាគេហ្នឹងមកហើយញាប់អើនឹងសម្លឹងមើលដោយការស្អប់ណានស៊ីងនិយាយយូរដងនឹងមើលងាយតាមពិតអ្នកបោះសម្អាតដែលតង់ទៀមបងជីងអានមិនលែងនោះគឺជានាងសោះខ្សឹបខ្សែចំអកនាងពិតជាគួរឲ្យស្អប់ដូចដើមមិនផ្លាស់ប្ដូរសោះតបវិញដោយស្ងប់ស្ងាត់ឯនាងវិញក៏នៅតែចិត្តអាក្រក់ដូចដើមដែរដើរចូលក្នុងផ្ទះដោយគ្មានការអនុញ្ញាតចុះបងជីងអាននៅឯណាប្រាប់គេឲ្យចេញមកជួបខ្ញុំនិយាយដោយស្នាមយំយឺដងសុំទោសផងណាជីងអានកំពុងតែគេងនៅឡើយទេកាលពីយប់មិញប្រហែលជាគាត់ហត់ខ្លាំងហើយខឹងសម្បាយ៉ាងខ្លាំងខ្ញុំនិងបងជីងអានជាមិត្តជិតស្និទ្ធតាំងពីតូចលំដាប់ថ្នាក់ដូចមានគ្មានសិទ្ធិមកនិយាយជាមួយខ្ញុំទេបង្ហាញចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើម្រាមដៃប៉ុន្តែធ្វើមិនទៅពេលនេះខ្ញុំទៅជាម្ចាស់ស្រីរបស់ផ្ទះនេះពិតប្រាកដសម្លឹងមើលដោយកំហឹងគុំគួនពិតជាមើលស្រាលនាងពេកហើយហ៊ានមកតង់ទៀមបងជីងអានរបស់ខ្ញុំមិនទុកឲ្យនាងរស់នៅស្រួលខ្លួនឡើយនិយាយដោយភាពជឿជាក់និងមើលម៉ាត់មែនហេអីចឹងសាក់មើលទៅខ្ញុំលែងជាក្មេងស្រីដែលត្រូវពួកនាងដេញគៀបសង្កត់ធ្វើបាបនៅក្នុងថ្នាក់រៀនទៀតហើយលើកពេញតែជីទឹកដាក់ជើងណានស៊ីងតែខ្ញុំនៅតែអាចជីទឹកដាក់នាងដែរនឹងស្រែកសួរដោយអំនួតនាងសម្លឹងមើលខ្ញុំធ្វើអីខ្ញុំមានបានប្រាប់ឲ្យនាងជូទេស្មានតែខ្លួនឯងបានឡើងឋានៈខ្ពស់ហោះហើរទៅជាហ្វូនិកមែនទេចង្អុលមុខជេរប្រមាថមនុស្សស្រីជាន់ទាបដូចជានាងមួយជាតិនឹងគឺនៅតែរវីដៃតិចដោយការពេញចិត្តបន្ទាប់ពីផ្ទះកំភ្លៀងខាងទៀតមួយទំហឹងធូរចិត្តបន្តិចហើយបានធ្វើរឿងដែលចង់ធ្វើតាមទាំងច្រើននឹងខាងខ្លាំងនាងហ៊ានផ្ទះខ្ញុំផងហេសម្លឹងមើលចំភ្នែកដោយការឌឺដងត្រូវហើយខ្ញុំជាអ្នកបោះសម្អាតរឿងដែលខ្ញុំពូកែបំផុតគឺបោះសម្អាតសម្រាប់ទៅវាតបតែត្រូវណានស៊ីងចាប់ដៃក្រវ៉ាត់ចោលទៅលើសាឡុងខ្ញុំមិនលើកលែងឲ្យនាងជាដាច់ខាតណានស៊ីងហេតុអ្វីបានជាឯងរុញខ្ញុំបងស្រីល្បិចតែបៃតងរបស់បងនេះហួសសម័យយូរហើយណានស៊ីងឯងកំពុងធ្វើស្អីហ្នឹងបងប្រុសជីងអាននាងធ្វើបាបខ្ញុំមានរឿងអីហ្នឹងបងមិនជឿខ្ញុំទេខ្ញុំណានស៊ីងបងប្រុសជីងអានពួកយើងធំដឹងក្តីជាមួយគ្នាតាំងពីតូចបងក៏ដឹងដែរថាខ្ញុំមិនដែលនិយាយកុហកឡើយមិញនេះច្បាស់ជាកំហុសរបស់នាងសោះបើបងការពារនាងចុះខ្ញុំជាស្អីទៅវិញចាត់ទុកថាឯងស្អីទៅនៅខាងនោះមានបរិសម្នាក់លួចសម្លឹងមើលនាងរហូតអរគុណយប់ជ្រៅណាស់ហើយឲ្យខ្ញុំជូននាងត្រឡប់ទៅវិញទេគ្រួសារនាងប្រកាសជាបារម្ភហើយគ្រួសាររបស់ខ្ញុំមិនបាននៅទីនេះទេសុំទោសផងណាមិនអីទេចាមេឃធំដីធំទីណាក៏ជាផ្ទះដែរឲ្យតែមានមនុស្សដែលស្រឡាញ់នាងនិងមនុស្សដែលនាងស្រឡាញ់បងនិយាយត្រូវហើយណានស៊ីងសូមជួយ like share និង follow page ម្នាក់មួយផងឬឲ្យជាថ្លៃទឹកតែដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត